ក្តីស្រឡាញ់មេដាការតស៊ូរបស់កូនក្តាន់តូចឡូឡូកូនក្តាន់តូចឡូឡូទើបតែនឹងកើតប៉ុន្តែវាបែរជាត្រូវបានមេដារបស់វារុញច្រានចេញយ៉ាងដាច់អហង្ការទោះបីជាវាខំប្រឹងហែលចូលទៅជិតយ៉ាងណាក៏ដោយមេដារបស់វានៅតែមានទឹកមុខត្រជាក់ស្រដុំហើយក៏ដើរចេញទៅបាត់បន្សល់ទុកឲ្យឡូឡូស្រែកយំយ៉ាងអាណោចអាធំនៅកណ្ដាលព្រៃទឹកកកតាមពិតទៅការកើតរបស់ឡូឡូគឺជាគ្រោះថ្នាក់មួយដែលមិនបានព្រមព្រៀងទុកក្នុងអំឡុងពេលនៃការធ្វើចំណាកស្រុកដ៏វែងឆ្ងាយហ្វូងសត្វក្តាន់ត្រូវធ្វើដំណើរជាង 2,400 គីឡូម៉ែត្រដើម្បីទៅកាន់វាលស្មៅដ៏កក់ក្ដៅក្នុងស្ថានភាពដ៏ត្រជាក់ក្រោម0 ដឺក្រេបែបនេះអត្រារស់រានមានជីវិតរបស់កូនក្តាន់គឺមានតិចជាង 10% ប៉ុណ្ណោះមេដារបស់វាបានខំប្រឹងបង្រៀនឡូឡូឲ្យចេះក្រោកឈរនិងដើរព្រោះសត្វយំសាហាវអាចនឹងមកដល់គ្រប់ពេលបន្ទាប់ពីការខំប្រឹងព្យាយាមយ៉ាងខ្លាំងនៅថ្ងៃទី2ឡូឡូក៏អាចក្រោកឈរបានមេដារបស់វាចាប់ផ្ដើមមានសង្ឃឹមឡើងវិញពួកវាទាំងពីរត្រូវធ្វើដំណើរចម្ងាយ200 គីឡូម៉ែត្រទៀតដើម្បីដេញឲ្យទាន់ហ្វូងធំឧបសគ្គទី2បានមកដល់នោះគឺទន្លេដ៏ត្រជាក់និងហូរកាត់យ៉ាងខ្លាំងឡូឡូមានភាពភ័យខ្លាចជាខ្លាំងវាមិនហ៊ានឈានជើងចូលក្នុងទឹកឡើយមេដារបស់វាបានហែលឆ្លងចុះឆ្លងឡើងជាច្រើនដងដើម្បីធ្វើជាគំរូនិងផ្ដល់កម្លាំងចិត្តទីបំផុតដោយភាពក្លាហានឡូឡូក៏បានហែលឆ្លងផុតនៅបន្ទាត់ស្លាប់រស់មួយនេះបន្ទាប់ពីការធ្វើដំណើរយ៉ាងហត់នឿយស្នាមជើងរបស់ហ្វូងធំក៏បានលេចឡើងនៅពេលដែលឡូឡូនិងមេដាបង្ហាញខ្លួនហ្វូងសត្វក្តាន់ទាំងអស់មានការភ្ញាក់ផ្អើលជាខ្លាំងគ្មាននរណាម្នាក់ជឿថាកូនក្តាន់ដែលទន់ខ្សោយម្នាក់នេះអាចរស់រានមានជីវិតនិងត្រឡប់មកវិញដោយសុវត្ថិភាពនោះទេចាប់ពីពេលនេះតទៅឡូឡូនឹងរស់នៅក្នុងហ្វូងដ៏ធំក្រោមការការពារយ៉ាងកក់ក្ដៅពីមេដាក្តីស្រឡាញ់របស់ម្ដាយបានផ្លាស់ប្ដូរវាសនារបស់កូនក្តាន់តូចម្នាក់នេះឲ្យក្លាយជាអភូតហេតុនៃជីវិត